So children, tay chừng một trở lại nâng cặp đẹp. Cá bây du lông nằm một hỏi, miếng đâm nào thả. Đánh chừng nâng một chật chết lìa. Với lúc chứ dây môn kê thả. Sọt ngày ní, giờ nơi học nè. Với lúc đẩy cả trái thả. Màn hơi, trong mách không vĩnh. Rất tay là vừa lúc miền bê tùm ngày sắc. Một trái to vinh phiền thả. Nhóm có là vừa trái chiều tù lẹ thật tiết. Nhóm như dây phóng, nhóm tụi bia phóng. Rồi nhóm tàu lên bằng chôn há tàu tiết. Đẩy chứ sức tàu muộn điểm. Ta lẹ bằng chôn chẳng lúc. Lẹ tàu lên lẹ ná. Một cái trái thả. Không biết là ná cào bì cào bẹt đấy. Chứ trái thả. Nhóm phòng bà cực tuyệt tì đàm bay rộng há. Hoặc lần nè. Ta mình tụi tôi bàn phó là vậy sao? Đánh cơ bôi bằng tháng tiệt thả. Trong ngày khi nhóm vĩnh xong bay tập về đế. Có khi nhóm thơ ca đây. Trẻ chết khi rủi. Vụ kế coi như vậy bóng rong khi thả. Vụ dương mình sắp chấp đi. Vụ dương tôi tay chốt thơ ca làm bay vào ốc hả ai gặp bè xuất tay mà đó tới. Bằng tốt đi vụ kê đi phía xa khơi rồi mở. Cái bây lúc gặp bè có khuyên cánh mình chúng tôi đi cai tầng mũi. Bằng tốt một tiện riêng cái tầng mũi có trâu bàn chọc sang thử. Và hốt bà skol mình lấy khuyên cầm lăng cầm hải. Đại xa mình bánh hàng sau cập hiệp khóc hoa cực đấy. Đại trường muốt mang đi phía xa khní mà đo tiệt thả. Tại rồi mù hẹp mình thân sọ. Hẹp ở vậy ban chỉ dưỡng biến rú riêng slay skol miên cầm lăng cầm hải mình chấm. Thế lúc gặp bé con là vậy thả. Cô nét mơ khơi ta về vậy đàn nói chung mình luôn. Vì sách kết tại luôn anh. Luôn nhóm chỉ gặp bé khát không bằng chung là hả. Xong đó nét cái ọt như ná. Quyết bánh lớn trường vô sách đầy cho bạn môn kỳ. Viết răng stúc xong đau tọt tóc hả. Hãy đẩy có dối đi bóng 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 bó chữ. Hay dối đi sách rương đại gặp bé bà này vậy đại nốt. Có phải nhắc chặt trong đây hả bằng chọc trôi một có vô sách rương đại. Có không tâm phía cúp dàng ngày kia nốt. Cực các thật ngày ngắm thật tôi là hãng Rõng trang là dễ thả. Con mẹ tình ọc này đã bao xa cả. Rít liền đôi đảo tiếp. Các bị dù lùng nằm một hơi. Miếng cửu xa đợt tụt mũi. Để miếng xa mà trực bấy nè. Ai này giấy bàn thả. Kể chỉ cửu xa đọc cầm sọt mũi. Chỉ về việc cửu xa. Mình sẽ chi lụm bạc bằng màn lời. Cả hộp chốc miếng cửu kròn.ប៉ុន្តែអ្វីដែលមិនសមប្រកបនោះគឺការបាត់បង់កាយសម្បត្តិរបស់ក្មេងប្រុសម្នាក់ដែលជាកូនតូលក្នុងគ្រួសារនោះគេមានឈ្មោះថាពិសិដ្ឋបងសម្លាញ់អូនពិបាកចិត្តខ្លាំងណាស់បងកូនរបស់យើងគេពិបាកខ្លាំងណាស់តាំងពីតូចមកគេមិនដែលមើលឃើញអ្វីសោះឡើយពិតមែនហើយអូនបងអាចពិសិដ្ឋខ្លាំងណាស់បើសិនជាគេអាចមើលឃើញដូចគ្មានដតីមិនដឹងជាល្អប៉ុណ្ណាទេបងចង់យកគេទៅមើលគ្រូពេទ្យផ្សេងទៀតអូនគិតយ៉ាងម៉េចដែរអូនចង់ខ្លាំងណាស់បងតែយើងយកពិសិដ្ឋទៅព្យាបាលច្រើនពេទ្យមកហើយសឹងតែពេញប្រទេសហើយតែគ្មានពេទ្យណាដែលអាចព្យាបាលគេបានសោះបើអាចដូរភ្នែកអូននឹងដូរជាមួយគេជាមិនខានកុំនិយាយអញ្ចឹងអីអូនបងចង់សាកយកទៅគ្រូនៅស្រុកខាងកើតបន្តិចមើលព្រោះគេថាគ្រូនៅទីនោះល្បីគួរសមហើយគាត់មិនត្រឹមតែជាគ្រូពេទ្យទេគាត់អាចខាបយកព្រលឹងខ្មោចបានទៀតព្រលឹងខ្មោចអូនអត់ចង់ទៅទេបងព្រោះគ្រូនៅទីនោះមើលតែគួរឲ្យខ្លាចណាស់អត់ទេអូនគេថាគាត់ស្លៀកពាក់ដូចតែមនុស្សសាមញ្ញអញ្ចឹងតាហើយរស់នៅដូចតែគេដូចតែឯងអញ្ចឹង
ប៉ុន្តែគាត់ចេះច្រើនទាំងជំងឺទាំងព្រលឹងវិញ្ញាណអីហ្នឹងបើយើងអស់ជំរឿទៅហើយមានតែសត្វទៅក៏ម្ដងទេអស់ប៉ុន្មានក៏ទៅដែរឲ្យតែកូនយើងជាទោះជាត្រូវលក់ផ្ទះក៏អូនព្រមដែរអញ្ចឹងសាកទៅចឹងពិសិដ្ឋក្រោកឡើងកូនម៉ែពុកនាំកូនទៅព្យាបាលពេទ្យមួយទៀតបានហើយម៉ែពុកកូនលែងចង់ទៅហើយកូនហត់ណាស់ហើយមិនមានភ្នែកមើលក៏អត់ទៅកូនអស់អារម្មណ៍ចង់ឃើញពិភពលោកនេះហើយព្រោះវាអយុត្តិធម៌ពេកសម្រាប់កូនកុំនិយាយអញ្ចឹងអីកូនកុំអស់សង្ឃឹមណាបើទោះជាត្រូវលះបង់អ្វីក៏ពុកត្រូវតែរកពេទ្យព្យាបាលភ្នែកកូនឲ្យបានដែរតោះកូនពុកនិយាយចប់ពិសិដ្ឋក៏បានដើរទៅជាមួយនឹងម្ដាយឪពុករបស់គេទាំងអស់សង្ឃឹមគេមិនគិតថាភ្នែករបស់គេអាចមើលឃើញបានឡើយពេលដើរទៅដល់គេបានជួបនឹងលោកតាម្នាក់ដែលមានវ័យចាស់ជរាអត់ទោះលោកតាខ្ញុំមកពីស្រុកឆ្ងាយខ្ញុំឮគេល្បីថាស្រុកនេះមានលោកគ្រូម្នាក់ដែលគាត់អាចព្យាបាលជំងឺបានគ្រប់មុខហើយថែមទាំងចេះខាងអរូបីទៀតតើលោកតាមានដឹងថាគាត់នៅឯណាទេហើយខ្ញុំចង់យកកូនរបស់ខ្ញុំទៅព្យាបាលនឹងគាត់តើចៅប្រុសតូចនោះគេឈ្មោះអីដែរអូគេអត់ឈ្មោះអីទេលោកតាប៉ុន្តែភ្នែករបស់គេពិការតាំងតែពីកើតខ្ញុំចង់ឲ្យលោកគ្រូនោះគាត់ជួយបើទោះជាបថុយក៏ខ្ញុំចង់មកសាដែរតើលោកតាដឹងតែគាត់នៅណាទេឆ្ងាយដូចជើងមេឃតែចិត្តនៅមុខឯងនឹងឯងមិនបាច់ចាំដើរនំទៅហត់ទេគាត់នៅមិនឆ្ងាយទេអ្នកទាំងពីរមកដល់កន្លែងហើយចៅទាំង3នៅទីនេះសិនហើយចាំតាទៅក្នុងមួយផ្លេតនិយាយចប់លោកតាក៏ដើរចូលទៅក្នុងផ្ទះបាត់ទៅអូនតាមពិតយើងមកដល់ត្រូវកន្លែងហើយតើនេះប្រហែលជាទេវតាមិនតម្រូវឲ្យយើងទៅហួសឡើយទេវតាពិតជាចង់ជួយយើងមែនហើយពិតមែនហើយបងលោកតាក៏ដើរមកវិញរួមជាមួយនឹងរបស់ម្យ៉ាងនៅក្នុងដៃចៅប្រុសដើរមកតាមមកពេលនោះពិសិដ្ឋក៏បានដើរទៅជិតលោកតាគ្រូនោះលោកតាក៏យករបស់នោះដាក់ក្នុងភ្នែកពិសិដ្ឋម៉ែពុកខ្ញុំមើលឃើញមុខពុកម៉ែហើយខ្ញុំពិតជាសប្បាយចិត្តណាស់ខ្ញុំពិតជាអាចមើលឃើញបានពិតមែនឯកូនម៉ែសប្បាយចិត្តខ្លាំងណាស់ទីបំផុតក្តីសម័យរបស់គ្រួសារយើងបានកើតឡើងមែនអរគុណច្រើនណាស់លោកតាតែមិនបានជាភ្នែករបស់ពិសិដ្ឋក្រហមខ្លាំងណាស់លោកតាភ្នែកនេះមិនមែនជាភ្នែកមនុស្សឡើយវាជាភ្នែករបស់ខ្មោចដែលបានស្លាប់7ថ្ងៃមកហើយខ្មោចស្លាប់តែកាយតែភ្នែកនេះនៅមានវិញ្ញាណនៅឡើយវិញ្ញាណនៃភ្នែកនេះគឺមានអានុភាពខ្លាំងណាស់អានុភាពយ៉ាងម៉េចទៅលោកតាមិនបាននិយាយអ្វីច្រើនឡើយហើយក៏បានដើរចូលទៅក្នុងផ្ទះបាត់ទៅប្តីប្រពន្ធអ្នកទាំងពីរមានការចម្លែកក្នុងចិត្តយ៉ាងខ្លាំងព្រោះតែគេមិនបានដឹងពីការពិតនៅឡើយតែគេក៏សប្បាយចិត្តពេលដែលកូនរបស់គេអាចមើលឃើញវិញពួកគេទាំង3ក៏នាំគ្នាដើរទៅតាមផ្លូវយ៉ាងសប្បាយចិត្តពិសិដ្ឋកូនម៉ែសប្បាយចិត្តជំនួសកូនណាស់តែកូនចង់ញ៉ាំអីដែរពេលទៅដល់ផ្ទះវិញដើម្បីអបអរសាទរកូនក៏សប្បាយចិត្តដែរម៉ែកូនអត់ទាន់ដឹងថាត្រូវញ៉ាំអីទេតែបញ្ញាប់ដើរបន្តិចទៅមេឃភ្លៀងមកដល់យើងឥឡូវហើយនៅស្រុកខាងមុខក៏ភ្លៀងខ្លាំងណាស់ភ្លៀងអីកូនមេឃឲ្យស្រឡះចេះហ្នឹងថ្ងៃក្តៅបើកសឹងតែបែកក្បាលទៅហើយហ្នឹងគេក៏ដើរទៅផ្ទះវិញទៅគ្រាន់តែចូលទៅដល់ក្នុងផ្ទះភ្លាមក៏ស្រាប់តែឮសូរសំឡេងផ្គរលាន់និងភ្លៀងយ៉ាងខ្លាំងម៉ែវាភ្លៀងពិតមែនកូនមិនមែនចេះតែនិយាយលេងទេហើយមិនបានជីវិតដឹងតែភ្លៀងអញ្ចឹងណាអំបាញ់មិញមេឃក្តៅបើកថ្ងៃសឹងអីហ្នឹងពិសិដ្ឋមិនបានជាកូនដឹងថាមានភ្លៀងមកអញ្ចឹងគឺមកពីកូនមើលឃើញភ្លៀងនោះណាពុកតែហេតុអីបានជាកូនមើលឃើញបានឆ្ងាយខ្លាំងម្ល៉េះកូនក៏មិនយល់ពីខ្លួនឯងដែរ
អូម៉ែវាប្រហែលនេះគឺជាអនុភាពនៃភ្នែកខ្មោច7ថ្ងៃនោះហើយ10ឆ្នាំក្រោយមកពេលនេះពិសិដ្ឋមានអាយុ22ឆ្នាំហើយគេពេញកំឡោះស្ដោកគេត្រូវបានអ្នកភូមិដាក់រហស្សនាមថាអាភ្នែកមុតម៉ែឆាប់នាំគ្នាប្រមូលស្បៀងអាហារយកមកទុកហើយប្រាប់អ្នកភូមិទាំងអស់ឲ្យរៀបចំវាយបង្គោលផ្ទះនិងសសរផ្ទះឲ្យបានជាប់ជាងនេះ3ថ្ងៃទៀតនឹងមានព្យុះភ្លៀងកំណាចយ៉ាងធំបក់បោកមកលើប្រទេសរបស់យើងហើយឥឡូវនេះវាកំពុងតែកើតនៅប្រទេសជិតខាងយើងនេះឯងខ្ញុំឃើញវាបក់បោកខ្លាំងណាស់ពុកម៉ែឆាប់ទៅប្រាប់អ្នកភូមិទៅខ្ញុំចេញទៅប្រាប់គេដែរមិនអីទេកូនពុកម៉ែជឿលើកូនព្រោះកូនតែងតែប្រាប់ពុកម៉ែត្រូវជានិច្ចនិយាយចប់ពួកគេទាំង3នាក់ក៏ប្រញាប់នាំគ្នាចែកផ្លូវគ្នាទៅក្នុងភូមិដើម្បីប្រាប់អ្នកភូមិអំពីបញ្ហាដ៏អាក្រក់មួយនេះម្ដងនេះការប្រាប់របស់ពិសិដ្ឋមិនបានធ្វើឲ្យពិសិដ្ឋជួបនៅរឿងល្អឡើយដំណឹងនេះបានលេចឮទៅដល់ស្ដេចមួយអង្គដែលកំពុងសោយរាជ្យនៅក្នុងនគរនោះសេនាឆាប់ទៅចាប់អាក្មេងប្រអត់បានការដែលដើរបំផុសបំផុលព័ត៌មានមិនពិតទៅកាន់រាជនោះយកមកឲ្យយើងចង់ដឹងថាហើយអ្វីបានជាវិហារប្រហើនធ្វើយ៉ាងដូចនេះក្រាបទូលព្រះអង្គសេនាក៏បានចេញទៅចាប់ពិសិដ្ឋយកមកក្នុងរាជវាំងដើម្បីឲ្យព្រះអង្គធ្វើការសាកសួរថ្ងៃបន្តិចសេនាក៏នាំពិសិដ្ឋមកដល់វាំងមើលអាក្មេងប្រុសតើឯងកើតអ្វីបានជាឯងទៅដើរនិយាយបំផុសបំផុលព័ត៌មានមិនពិតទាំងនោះទៅកាន់រាជស្លូតបូររបស់យើងឯងដឹងទេឯងធ្វើបែបនេះមានទោសធ្ងន់ប៉ុណ្ណាក្រាបទូលព្រះអង្គទូលបង្គំមិនបាននិយាយបំភ្លៃការពិតទេតែទូលបង្គំហ៊ានយកក្បាលមកធានាទូលបង្គំមានភ្នែកខ្មោច7ថ្ងៃដែលអាចមើលឃើញឆ្ងាយបានអាក្មេងឈួតឯងមិនចង់រស់ហើយមើលទៅបានជាហ៊ាននិយាយពាក្យទាំងអស់នេះមកលើយើងសេនានាំអាក្មេងម្នាក់នេះទៅដាក់គុកភ្លាមរងចាំការកាត់ទោសសេនាក៏បានយកពិសិដ្ឋទៅដាក់ក្នុងគុកបាត់ទៅកន្លងទៅអស់រយៈពេល3ថ្ងៃក្នុងនគរក៏ដូចជាប្រទេសទាំងមូលបានរងនៅឥទ្ធិពលនៃខ្យល់ព្យុះយ៉ាងធំមួយគឺដូចទៅនឹងសម្ដីរបស់ពិសិដ្ឋនិយាយអញ្ចឹងតាមពិតទៅអាក្មេងប្រុសម្នាក់នេះវានិយាយពិតមែនតើតែនេះប្រហែលជាការចៃដន្យហើយព្រះអង្គក្រោយពីព្យុះហើយប្រជារាស្ត្រមានជំងឺអាសន្នរោគពេញស្រុកភូមិពួកគេមិនមានថ្នាំព្យាបាលទេព្រះអង្គមិនអីទេយើងប្រហែលជាមានវិធីដោះស្រាយហើយព្រះអង្គក៏បានដើរទៅក្នុងគុកដែលឃុំពិសិដ្ឋនោះពេលនេះស្រុកភូមិរបស់យើងមានជំងឺអាសន្នរោគហើយយើងគួរធ្វើយ៉ាងម៉េចបើឯងពិតជាអាចមើលឃើញបានពិតមែនឯងគួរតែដឹងថាប្រភពនៃជំងឺមួយនេះមកពីណាក្រាបទូលព្រះអង្គទូលបង្គំចាំឲ្យតែព្រះអង្គមកនឹងអាចប្រាប់ទ្រង់ពីរឿងនេះនៅក្បែរស្ទឹងមានដើមឈើពុលម្យ៉ាងដែលមានមេរោគកាចសាហាវណាស់ព្រះអង្គគ្រាន់តែឲ្យសេនាទៅកាប់ដើមឈើនោះចេញជំងឺនោះនឹងបាត់ភ្លាមព្រោះដើមឈើនោះវានៅបង្ហូរនៅជិតមាត់ស្ទឹងនឹងឯងអ្នកភូមិតែងតែយកទឹកស្ទឹងនោះទៅប្រើប្រាស់ជាប្រចាំព្រះអង្គក៏បានធ្វើតាមបណ្ដាំពិសិដ្ឋក្រោយមកអ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់ទ្រង់នោះគឺជំងឺអាសន្នរោគត្រូវបានបាត់ដោយពាក្យពិសិដ្ឋនិយាយមែនព្រះអង្គក៏បានជ្រាបច្បាស់និងដោះលែងពិសិដ្ឋឲ្យយើងសុំទោសផងដែលយើងចាប់ឯងមកដាក់គុកទាំងដែលឯងជាមនុស្សល្អបែបនេះដើម្បីសងការខូចខាតដែលមានចំពោះឯងយើងនឹងតែងតាំងឯងធ្វើជារាជគ្រូនៃក្នុងរាជវាំងនេះពិតមែនទេព្រះអង្គទូលបង្គំសប្បាយចិត្តខ្លាំងណាស់ចាប់ពីពេលនោះមកពិសិដ្ឋក៏បានក្លាយជារាជគ្រូនៃរាជវាំងនោះហើយគេបានយកឪពុកម្ដាយរបស់គេមកនៅជាមួយដែរពិសិដ្ឋបានក្លាយជាមនុស្សជំនិតរបស់ព្រះអង្គដើម្បីជួយការរីកចម្រើនដ៏ល្អមួយសម្រាប់នគរ